វីដេអូមុនធ្វើពីកលឹះនៅក្នុងការចាប់ skin ស៊ីនិតរបស់ Selena ហើយវគ្គនេះគឺសុំ red skin ឲ្យវាម្ដងដោយតែគ្នាយើងបានដឹងស្រាប់អញ្ចឹងគឺខ្ញុំធ្វើវីដេអូ red skin ប្រុសច្រើនហើយ skin ទឿក៏ច្រើនដែរនៅសតតែ skin ស្រីទេបើកឆាក hero ស្រីដំបូងគឺ skin hero មានតុងចឹកនេះ Selena ហ្នឹងខ្ញុំដឹងថាអ្នកទាំងអស់គ្នាប្រកាសជាស្គាល់វាថាវាមិនមែនជាមនុស្សចំទេវាជាបិសាចពាក់កណ្ដាលនិងជាមនុស្សពាក់កណ្ដាលប្រវត្តិសាច់រឿងពីដើមមកមិនអ្នកទាំងអស់គ្នាអាចចូលមើលនៅក្នុង YouTube ខ្លួនឯងទៅព្រោះអីខ្ញុំក៏មិនដឹងច្បាស់ដែរដោយសារតែវាជាមនុស្សពាក់កណ្ដាលបិសាចពាក់កណ្ដាលអញ្ចឹងខ្ញុំក៏ដាក់បន្ទុកទៅតាមហ្នឹងចូលមកមើល hero ដំបូងគេនេះវិញនិយាយទៅមុខចេញមកបិសាចចំហ្មងទ្រាំតែប្រែកាឡាទៀតដឹងអាក្រក់ប៉ុណ្ណាធម្មតាទេវាបិសាចពាក់កណ្ដាលមនុស្សពាក់កណ្ដាលទោះបីជាប្រែកាឡាជាមនុស្សក៏វាមិនស្អាតណាស់ណាដែរបិសាចមែនណាប៉ុន្តែមើលរូបរាងគេឈរមកឡើង cool ហ្មង hero នេះវាកូនកាត់បិសាចផងមនុស្សផងប៉ុន្តែអារូបរាងមនុស្សរបស់វាហ្នឹងក៏ដូចបិសាចដែរអញ្ចឹងខ្ញុំឲ្យវា4លើ10បន្ទាប់មកទៀតចូលមកកាន់ skin ទី1របស់យើងដូចតែរដងទេគឺវាបងប្អូនជាមួយនឹង hero ហ្នឹងឯងគ្រាន់តែវាខុសពណ៌តិចតួចប៉ុន្តែពណ៌នេះវារៀងមើលទៅរៀងលិចជាងអាមុនបន្តិចចឹងខ្ញុំថែមឲ្យវាមួយទៀត5លើ10អា skin ណាអត់សូវមាន detail អីខ្ញុំសុំ skip វាលឿនបន្តិចយើងចាំតែ detail អា skin ណាថ្លៃវិញព្រោះពួកអាថ្លៃក៏វាមាន detail រៀងច្រើនដើម្បីឲ្យយើងស្រួលរ៉ាយរ៉ាប់វាអញ្ចឹងតែពេលអាពួក hero ធម្មតាអញ្ចឹងវាអត់សូវមានអីនិយាយច្រើនដែរ epic skin ដែលត្រូវជា skin ទី2របស់យើងវិញគឺថាស្អាតប្លែកហ្មងចេញមករូបរាងមនុស្សបដ អញ្ចឹងបានថាមុននឹងខ្ញុំដាក់បន្ទុកឲ្យ hero ហ្នឹងក៏ខ្ញុំមើលដែរព្រោះអី skin ផ្សេងពេលដែលវាប្រែជាមនុស្សគឺវាមនុស្សហ្មង skin នេះកាលសេរីមុនគឺសម្បូរអ្នកយកលេងហ្មងដោយសារតែកាលមុនហ្នឹងគេអត់តន់ចេញ skin អីមកក្រោយទៀតទេតែឥឡូវគេបោះបង់ចោលហើយដោយសារតែ skin ចេញមកក្រោយវិញញាក់សាច់និយាយធ្វើដូចខ្លួនឯងអ្នកលេងតែក៏ពិតអត់ចេះលេង hero ហ្នឹងទេប៉ុន្តែស្អប់វាដោយសារតែពេលលេងជួបវាពេលណារត់ចូលចៃគេរហូតប៉ុន្តែជាស្ដែង skin នេះគឺស្អាតមែននិយាយទៅ design របស់គេហ្នឹងរបៀបដូចនៅកន្លែងពិសោធន៍អីមួយអញ្ចឹងណាវាត្រូវជាមួយនឹង concept hero Selena ដែរដោយសារតែវាហ្នឹងគឺជាមនុស្សពាក់កណ្ដាលបិសាចពាក់កណ្ដាលអញ្ចឹងគេអាចយកវាមកពិសោធន៍អីចឹងណាហ្នឹងខ្ញុំចេះតែនិយាយខ្លួនឯងឈុតគេជាមួយនឹង background ហ្នឹងគឺថាស៊ីគ្នាយកហ្មងស៊ីឡើងបាត់មនុស្សអស់ប៉ុន្តែ skin ហ្នឹងស្អាត skill effect នៅក្នុង game អីក៏មិនអន់ដែរអញ្ចឹងខ្ញុំឲ្យវា10លើ10 skin ទី3ដែលជា skin Zodiac Sign Gemini ដែលជាបងប្អូនភ្លោះជាមួយនឹង Karina ឥឡូវបើជ្រុលជានិយាយប៉ះ Zodiac Sign ហ្នឹងខ្ញុំសុំជ្រៀតចូលហារាសាស្ត្របន្តិចហ្មងទឹក Sign Gemini ហ្នឹងគឺសម្រាប់អ្នកទាំងអស់គ្នាដែលការចាប់ពីថ្ងៃទី21ឧសភារហូតដល់ថ្ងៃទី20មិថុនានៅក្នុង skin នេះគឺគេដាក់ hero 2ប៉ុន្តែមិនមែនបានន័យថាអ្នកដែលកើតសាញហ្នឹងគឺសិតតែជាបងប្អូនភ្លោះទេក៏ប៉ុន្តែគឺចង់និយាយថាសាញហ្នឹងគឺជាមនុស្សដែលមានចរិត2ឬក៏យើងហៅថាជាមនុស្សមុខ2មានចរិត2ផ្សេងគ្នាចរិតល្អមួយចរិតអាក្រក់មួយនៅក្នុងមនុស្សតែម្នាក់ប៉ុន្តែมันប្រកាសថាអ្នកដែលកើតសាញហ្នឹងសិតតែអញ្ចឹងទាំងអស់ទេនិយាយចឹងអ្នកដែលកំពុងមើលវីដេអូហ្នឹងមានអាគេកើតសាញ Gemini ហ្នឹងអត់បើមានកុំភ្លេច comment នៅក្នុងវីដេអូនេះផងចង់ឃើញមនុស្សមុខ2តោះក៏ម្ល៉េះទៅវក់វីជាមួយនឹងហារាសាស្ត្រច្រើនពេកមកនេះគឺជាម៉ោងដាក់បន្ទុក skin មិនមែនជាម៉ោងហារាសាស្ត្រទេ skin Zodiac នេះមុខវាស្បែកវាអីដូចបិសាចដែរប៉ុន្តែវាជាបិសាចមួយដែលក្រងឈុតដូចព្រះនាងអញ្ចឹងឈុតគេឡើងមានពន្លឺចែងចាំងមាន detail ល្អិតល្អន់នៅលើឈុតគេទៀតនេះនិយាយឲ្យខ្លីទៅពីចុងសក់ដល់ចុងជើងគឺស្អាតមកចង់ខ្ញុំឲ្យ1000លើ1000ទៅដែលសារតែ skin Zodiac ភាគច្រើនគឺស្អាតទាំងអស់ហាក់មកកាន់ skin ចុងក្រោយបដ ឲ្យទៅប៉ុន្តែវីដេអូនេះអត់តន់ចប់ទេគ្រាន់តែខ្ញុំយកវាមកដាក់លេខរៀងទី4 skin នេះគឺជា skin ដែលចេញចុងក្រោយគេបង្អស់ទៅតែចេញបានប្រហែលថ្ងៃទេចឹងអ្នកទាំងអស់គ្នាមើលវាហើយទៅហើយ save លុយទុកទិញវាផង concept skin នេះគឺវា inspire ចេញមកពីរឿង Cinderella ប៉ុន្តែ Cinderella នេះគឺខុសពី Cinderella នៅក្នុងរឿងនៅក្នុងសាច់រឿង Cinderella គឺគេជាមនុស្សអីធម្មតាទេប៉ុន្តែបដូរមកជា Selena វិញគឺជាព្រះនាងដែរតែព្រះនាងកាត់ថ្មរបៀបថាវា inspire ចេញមកមែនប៉ុន្តែគេធ្វើវាឲ្យប្រច្រាស់គ្នាបើគេមិនធ្វើវាឲ្យផ្ទុយគ្នាធ្វើមិនស៊ីជាមួយនឹង Selena ដោយសារតែ Selena ហ្នឹងគឺជាមនុស្សកូនកាត់បិសាចស្រាប់ហើយប៉ុន្តែ skin នេះគឺស្អាតខ្លាំងមែនតើអ្នកទាំងអស់គ្នាអាចមើល detail skin គេបានណាមុននឹងគេប្រែក្លាយទៅជាបិសាចគេក៏ជាព្រះនាងម្នាក់ដែរតាំងពីសក់តាំងពីរ៉ូបតាំងពីស្បែកជើងនិយាយរួមទៅជាព្រះនាងតូចហ្មង detail គេស្អាតប៉ុណ្្នឹងហើយបើឲ្យបន្ទុកទៀតក៏មិនកើតដែរអញ្ចឹងខ្ញុំសូមឲ្យវា10000លើ10ហើយអ្នកទាំងអស់គ្នាមានដឹងអត់ថាល្ងាចនេះម៉ោង3នឹងមានការ free ticket មកដល់ហើយចំពោះការ free ticket នឹងដែរគឺមានតែម្ដងគត់សម្រាប់ event ហ្នឹងតែបើសិនជាអ្នកទាំងអស់គ្នាខកខានអត់បានដាក់លឹកហ្នឹងគឺស៊ីអំបិលហើយ ticket ដែលគេ free ឲ្យយើងម្ដងហ្នឹងគឺមានចំនួន29 ticket មាន3កញ្ចប់ណែនាំទៅកាន់អ្នកទាំងអស់គ្នាដើម្បីទទួលបាន all ticket កញ្ចប់ទី1គឺ600 diamond តម្លៃ$7.49សេនទី2 514ពេជ្រនិង weekly pass 1តម្លៃ$7.84សេននិងទី3 weekly pass 6និង22ពេជ្រតម្លៃ$8.49សេនចឹងម្នាក់ទាំងអស់គ្នាចង់បានពេជ្រលឿនអាចធ្វើការកក់ទុកមុននៅក្រៅ Baby Store ឥឡូវនឹងបានព្រោះអីគាត់នៅទទួលនៅឡើយឯងចំពោះ skin នេះគឺខ្ញុំគិតថាវាអត់សូវថ្លៃទេអ្នកទាំងអស់គ្នាអាចបើកវាមួយថ្ងៃមួយបានព្រោះ event វាមកលើកនេះគឺមានរយៈពេលរហូតដល់44ថ្ងៃឯណោះចឹងអ្នកទាំងអស់គ្នាអាចធ្វើការចាប់វាមួយថ្ងៃមួយទៅតែ120ត្រហ្នឹងគឺបាន skin នឹងអូតូហើយជាពិសេសបើសិនជាយើងមាន skin epic ដែលមានស្រាប់នៅក្នុង event ហ្នឹងទៀតគឺយើងកាន់តែចរេញ ticket ដើម្បីបើកវាតទៀតតែពាក់ឈុតព្រះនាងមិនទាន់បាន5នាទីស្រួលបួផងឥឡូវមកពាក់ឈុតអ្នកបម្រើវិញបាទអានេះបានគេហៅថា Cinderella ពិតៗចូលមកដល់ skin នេះគឺជា skin លេខរៀងទី5ហើយដែលត្រូវជា skin Starlight
អត់មានអីនិយាយពីវាច្រើនទេ outfit របស់វាលើកនេះគឺឈុតអ្នកបំរើម្ដងកំពុងតែលើកម្ហូបអ្នកបំរើគេរៀង sexy ដែរហ្នឹងពាក់សិតតែស្រោមបាពណ៌ខ្មៅអ្វីត្បិតតែជាអ្នករត់តុកមែនប៉ុន្តែការរៀបចំខ្លួនស្អាតខ្ញុំឲ្យវា7លើ10តែប៉ុន្តែហៅគ្នាអ្នកបំរើវាដូចជាធ្ងន់ពេកក៏ប៉ុន្តែត្រូវហៅគ្នាថាស្ត្រីមេផ្ទះចេញពីស្ត្រីមេផ្ទះឥឡូវមកធ្វើជាអតិថិម្ដងនិយាយទៅការងារ100មុខម្នាក់ឯងចូលមកដល់ skin មួយនេះគឺជា skin លេខរៀងទី6ឯគ្នាយើងតាមអីដែលខ្ញុំចាំបានណា skin មួយនេះគឺជា skin នៅក្នុងក្តីសម័យរបស់ខ្ញុំទាំងដែលខ្លួនខ្ញុំហ្នឹងគឺមិនចេះលេខមីសេលេលេហ្នឹងសូម្បីតែមិនតិចតែអ្នកនរគ្នាមានឃើញវាអត់និយាយពីថាស្អាតមិនដឹងរកពាក្យអីមកនិយាយណាសូម្បីតែខ្ញុំមិនចេះលេងវាផងក៏ខ្ញុំនៅមើលឃើញស្អាតចុះទ្រាំតែអ្នកចេះលេងវាទៀតមិនដឹងថាឆ្លាញ់ skin នេះប៉ុណ្ណាទេនិយាយមែនអត់ដឹងថារកពាក្យអីមកបរិយាយពីភាពស្អាតរបស់វាទេអញ្ចឹងខ្ញុំសូមដាក់បន្ទុកឲ្យវាហ្មងទៅគឺអាណន់លើ10ស្អាតដល់ទីបញ្ចប់ skin បន្ទាប់គឺជា skin លេខរៀងទី7ហើយក៏ចិត្តអស់ skin វាដែរហើយថលរបស់វាដូចជា skin elite ទេប៉ុន្តែ skin នេះខ្ញុំមើលឃើញវាស្អាត concept មួយនេះគឺចេញមកបែបរៀងស្វែងតិចខ្ជូតតិចអីចឹងទៅនិយាយទៅត្រូវចិត្តខ្ញុំម៉ាច់មានតែជាមានស្នែងបេសាចនៅលើក្បាលបើនិយាយពី make up look វិញគឺបេសាចអូតូហ្មងតែបេសាចគេនេះមើលមិនក៏អត់ខ្លាចដែរមើលកាន់តែយូរកាន់តែខ្ជូតលាបក្រែមចេញមកពណ៌បែបកាចប៉ុន្តែខ្ញុំមើលឃើញ sexy វិញបូកជាមួយនឹង outfit គេអញ្ចឹងទៀតខ្ញុំឲ្យវា10លើ10ចូលមកកាន់ skin លេខរៀងទី8របស់យើងគឺជា skin stand skin នេះខ្ញុំមើលរូបរាងវាដំបូងដូចស្រីរាំក្នុងបារនិយាយរួមទៅចេះតែ bully គេហ្មងក៏ប៉ិតគេឡើងស្រីស្អាតស្រីស៊ីវិល័យនេះ bully គេសិតតែស្រីរាំក្នុងបារតែបើខ្លួនឯងវិញធ្លាប់ cosplay ពាក់កៅអៅអញ្ចឹងថតរូបផុស TikTok អីណាមានបានកំងកៅអៅមកធ្វើ cosplay អីទេកាលហ្នឹងឃើញកៅអៅណាស្តៀងគ្នាពាក់អញ្ចឹងមកក៏ប៉ិតខ្ញុំមិនទៅចង់ bully អីហ្មងទេតែគាត់ថាវាតែងខ្លួន sexy ពេកហើយមាន macro មានអីអញ្ចឹងនេះខ្ញុំស្មានតែគេកាន់ macro ហើយគេរាំកវ៉ែ macro អញ្ចឹងកាលហ្នឹងគ្មានសូវចេះលេង game แล้วគ្មានដឹងខ្យល់អីទេក៏ប៉ិតអា skin ហ្នឹងគេ inspire ចេញពីតារា K-pop អីនោះសោះម៉ូដសក់ខ្ញុំរ៉ែតឲ្យ100លើ10ហ្មងនិយាយទៅពណ៌ដែលខ្ញុំស្រឡាញ់ហើយម៉ូដដែលខ្ញុំស្រឡាញ់ទៀតមើល outfit របស់គេវិញស្វែកបែប Y2K ក្រប top ជាមួយនឹងអាវធំជាមួយនឹងខោកបយដាក់ជាមួយនឹងខ្សែក្រវ៉ាត់បែប Y2K ហើយជាមួយបីជើងកវែងអញ្ចឹងទៀតអូយ cool ចឹងមកខ្ញុំហៅវាថាស្រីស៊ីវិល័យហ្នឹងប៉ុន្តែអាឃើញមកផ្លេតដំបូងហ្នឹងគិតដល់ណាដល់ណីបាត់អាវគេវាលយមកបែបហើយតែបើនិយាយពីទឹកមុខវិញឡើង powerful រ៉ែតឲ្យវា1000លើ10ទីបំផុតក៏មកដល់ skin ចុងក្រោយពិតប្រាកដដែរដែលត្រូវជា skin លេខ9ហើយជា skin abyss ហើយក៏ជា skin បិសាចដែលសាហាវខុសខើបំផុតអាមុនហ្នឹងគឺជាកូនបិសាចដ៏ខ្ជូតតែវគ្គនេះគឺជាមេបិសាចហ្មង outfit របស់គេនេះចេញមកបងប្អូនបាល់មុនទៀតចេញមកតែអារបៀបបិសាចនៅក្នុងឋានរូអីហ្នឹងអញ្ចឹង concept របស់វាវគ្គនេះគឺអត់មានអីប្លែកទេគឺបិសាចនឹងឯងហើយសក់វិញក៏អំណាចដែរសក់ក្រហមឆេះឈួលហ្មង red ឲ្យ skin បិសាចមួយនេះ8លើ10បានហើយ skin វាថ្លៃប៉ុន្តែដូចអត់សូវមាន intro ឬក៏មានពលឺអីចេញពី skin ហ្នឹងច្រើនដូចគេទេអានេះខ្ញុំមិនមែនមើលតែមុខទេណាខ្ញុំមើលទាំងអស់ចង់វីដេអូដល់បន្ទូ skin របស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងសម្រាប់អ្នកទាំងអស់គ្នាស្រឡាញ់ skin មួយណាកុំភ្លេច comment ប្រាប់ខ្ញុំផងជួបគ្នានៅវីដេអូក្រោយប៉ុន្តែមិនដឹងជាវីដេអូអីទេអ្នកទាំងអស់គ្នាចង់ឲ្យដល់បន្ទូ skin អីទៀតកុំភ្លេច comment នៅក្រោមវីដេអូផង